ตอนนั้นต่างเอาคันนี้แล้วយើងមកនិយាយពីសត្វតំណាងឲ្យប្រទេសនីមួយៗទី1ប្រទេសអាហ្វហ្គានីស្ថានមានសត្វខារខិនព្រិលប្រទេសទី2គឺប្រទេសឥណ្ឌូនេស៊ីសត្វតំណាងជាតិគឺសត្វកូម៉ូដូដ្រាហ្គនប្រទេសទី3គឺប្រទេសអ៊ីរ៉ង់ដែលមានសត្វតំណាងជាតិគឺសត្វក្រពើម៉ង់ហ្គលប្រទេសទី4គឺប្រទេសអ៊ីរ៉ាក់ដែលមានសត្វតំណាងជាតិ2គឺសត្វពពែនិងឥន្ទ្រីមាសប្រទេសទី5គឺប្រទេសអ៊ីស្រាអែលដែលមានសត្វតំណាងជាតិគឺជាសត្វហ៊ូប៊ូប្រទេសទី6គឺប្រទេសម៉ាឡេស៊ីដែលមានខ្លាម៉ាឡេយ៉ានជាសត្វតំណាងជាតិប្រទេសទី7គឺប្រទេសនេប៉ាល់ដែលមានសត្វគោគឺជាសត្វតំណាងជាតិប្រទេសទី8គឺប្រទេសកម្ពុជាយើងដែលមានសត្វគោព្រៃគឺជាសត្វតំណាងជាតិសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាអានខុសឆ្គងត្រង់ណាសូមគុំប្រកាន់អី